លុយលើគោកបងប្អូនមិនមែន48លានទេជុំមិញបើសរុបទៅ52លានបងប្អូនគ្រូឆ្នាំប្រមូលទៀតអើយបងប្អូនគ្រូឆ្នាំបាទធីមកម្លាំងបាយក្នុងវីដេអូមួយនេះបាញ់អាទិទេពមកក្របសិនបងប្អូនទោះបីឈ្នះខ្សែក្បាត់ក៏ដោយក៏បើថ្ងៃក្រោយធ្លាប់សាគមប្រិយមិត្តមកកាន់ page ខ្ញុំបាទ admin កំសង់បាទនៅព្រឹកនេះចេញវីដេអូបន្តិចបាទជំវិញការប្រកួតដណ្ដើមខ្សែក្បាត់វគ្គផ្ដាច់ព្រាត់បាទរបស់ IPCC គុណខ្មែរកាលពីយប់មិញនេះយើងបានរកឃើញជើងឯកហើយគឺអ្នកខេត្តកំពង់ធំបាទធីមខាងខ្ញុំដែរបាទកំពង់ធំដូចគ្នាគឺអបអសាទរទៅកាន់ពេជ្រអតិទេពហើយចូលរួមសោកស្ដាយដល់រឿងឌីណាពេជ្រអតិទេពម្សិលមិញនេះប្រកួតបាទលេងសក់ពណ៌លឿងស្រាប់តែចូលកែងរឿងឌីណាបាទចេញពណ៌មកពណ៌ទៀតគឺពណ៌ក្រហមបាទពេជ្រអតិទេពជំនាញបែកមុនបែកធំទៀតហើយអតិទេពបន្តដេញកាប់កែងទៅកែងមកគូនេះជំនាញបាទល្អវាយប៉ុណ្ណឹងទទួលស្គាល់ថាល្អហើយបាទបែកដូចគ្នាបងប្អូនបែកដូចគ្នាហើយនៅក្នុងនោះមានបងប្អូនខមមិនថារឿងឌីណាបាទវាយ40លានជាងទាំងមូលថាវិការខ្សែក្រវ៉ាត់ទៀតហើយនេះបានថយបងប្អូនទាំងរឿងឌីណាទាំងអ្នកឲ្យទឹកបាទខ្ញុំជឿថាគាត់ដឹងហើយថាទម្រង់ប្រហែលរឿងឌីណាបើសិនបើគាត់ឈរបដូរបាទជាមួយអតិទេពគាត់នឹងអាចចាញ់ភាពធន់បងប្អូនផ្លែរបស់រឿងឌីណាមានប៉ុន្តែភាពធន់របស់គាត់កម្លាំងរបស់គាត់បើសិនជាឈរបុកមួយអតិទេពគាត់អាចនឹងចាញ់ព្រៀបអញ្ចឹងគាត់ព្យាយាមវាយដកបាទគាត់ព្យាយាមវាយដកហើយសម្រាប់ខ្ញុំគិតថាឌីណាគាត់ក៏ធ្វើបានល្អហើយយប់មិញបាទយើងមើលទម្រង់របស់គាត់កន្លងមកគាត់មិនមែនជាអ្នកកីឡាបុកដែរឌីណាជាកីឡាករឈរវាយហើយនឹងថយកាត់វាយអញ្ចឹងឌីណាយប់មិញមកកែងរបស់គាត់ខ្ញុំគិតថាអតិទេពបាទចង់ងេមងាមយប់មិញភាគច្រើនឌីណាគាត់វាយត្រូវក្បាលខាងលើបើសិនជាបេះចូលធ្គាមចូលអីអាចប្របាក់របស់ឌីណាយប់មិញបាទអញ្ចឹងឌីណាគាត់ថយដោយសារគាត់ដឹងពីខ្លួនគាត់បងប្អូនបាទបើឈរបដូរអាចនឹងស៊ូសមិនដល់អាចនឹងធន់មិនដល់អញ្ចឹងទៅអញ្ចឹងគាត់ព្យាយាមវាយកាត់1 2ខ្ញុំសរសើររឿងឌីណាត្រង់ចំណុចមួយទៀតបាទគឺអត់ស៊ីលាក់ស៊ីអីទេត្រង់កន្លែងមួយគឺអតិទេពបាទគាត់វាយកែងដូចប្រឆិតវាយពីក្រោយអញ្ចឹងកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺអតិទេពប្អូនត្រូវតែកុំធ្វើឲ្យកើតជាទម្លាប់ណាបាទប្រយ័ត្នគេហៅថាចាក់អង្គយកអង្កាមបាទស៊ុបខ្លាយទៅជាសៀងបាទអញ្ចឹងការថែមការអីនេះគឺបាទមិនថាក្នុងទម្រង់ណាទេវាសិតតែជាគេហៅថាកំហុសហើយបាទទោះបីជាកំហុសចេតនាក្តីអចេតនាក្តីគឺយើងខុសហើយអញ្ចឹងព្យាយាមធ្វើម៉េចcontrol គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានបាទអញ្ចឹងក្រៅពីនោះក៏ដសារទីទេបាទស៊ូកឡើងធនគាត់មានពេញ5ទឹកដេញបុកយកតែម្ដងបងប្អូនអញ្ចឹងគ្រូឆ្នាំរយៈពេល7ថ្ងៃគឺវាយខ្សែក្រវ៉ាត់រហូតដល់ទៅ4នាក់បាទមិនបាទខ្ញុំនិយាយអញ្ចឹងថ្ងៃអាទិត្យបាទកាលពីម្សិលមិញនេះវាយម្នាក់ហើយថ្ងៃសៅរ៍បាទសប្តាហ៍នេះបាទទៅដើមខ្សែក្រវ៉ាត់3នាក់ទៀតបងប្អូនដល់ក្នុងនោះពេជ្រសម្បត្តិការពារខ្សែក្រវ៉ាត់បាទសិង្ហៈទៅដើមខ្សែក្រវ៉ាត់ថ្មីហើយនឹងidol ផ្លូវវិញស្រេងគឺពេជ្រសខីមគាត់ឡើងទៅដើមខ្សែក្រវ៉ាត់ពីហាន់2បាទអញ្ចឹងនៅក្នុងវីដេអូមួយនេះជាថ្មីម្ដងទៀតបាទផ្ដាំទៅបងអូនប្រុសអតិទេពបាទគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានណាបងអូនបាទព្រោះយើងជាកីឡាករមួយដែលបងប្អូនយើងចាប់អារម្មណ៍ហើយអញ្ចឹងកែកន្លែងហ្នឹងបានបន្តិចបានហើយព្រោះការវាយរបស់បងអូនគឺល្អហើយប៉ុន្តែបើសួរថាឲ្យល្អខ្លាំងមិនទាន់ទេព្រោះបងអូនក៏ទើបតែហាត់បដាល់ដែរនៅប្រើបច្ចេកទេសជាច្រើនទៀតបាទសម្រាប់អតិទេពព្រោះបច្ចុប្បន្ននេះគាត់បងប្អូនហើយកីឡាបុកភាគច្រើនក្បាច់មិនដាស់ណាទេប៉ុន្តែអាងអាវុធធ្ងន់ហើយនឹងកម្លាំងពេញអញ្ចឹងណាបងប្អូនបាទអញ្ចឹងចាំអត់មើលបន្តទៀតតើសិស្សគ្រូឆ្នាំ3នាក់ទៀតបាទអាចគ្រប់គ្រងខ្សែក្រវ៉ាត់បានឬអត់បាទសំខាន់លុយលើគោកបាទលុយលើគោកមិនបងប្អូនណាតារំបានខ្សែក្រវ៉ាត់នេះវាយច្រើនជុំណាបាទអតិទេពវាយច្រើនជុំគាត់ថាដែរចាញ់អញ្ចឹងសរុបមកវិញថ្មីនេះកីឡាករមួយរូបដែលវាយវិលជុំអត់ដែរចាញ់ដូចគ្នាគឺឡុងអាឆើតបាទបានខ្សែក្រវ៉ាត់ដូចគ្នាគឺខ្សែក្រវ៉ាត់ Gensberg អរគុណបងប្អូនអរគ្នាបាទដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ផងដែរបាទបាយបាយ